ពេលអ្នកដំណើរដឹងខ្លួនគឺហួសពេលបាត់ទៅហើយហ្វុងត្រីហោះដ៏ច្រើនក៏បានស្រែកកំហុកសម្ដៅមកយកជីវិតខំអ្នកដំណើរតាមផ្លូវដោយគ្មានរើសមុខធ្វើឲ្យអ្នកដែលមានវត្តមានទាំងអស់ភ័យស្លន់ស្លោរត់គេចយកជីវិតភ្លាមនោះក៏ខ្លាយទៅជាច្របូកច្របល់អ្នកខ្លះដែលរត់មិនទាន់ភ្លាមក៏ត្រូវហ្វុងត្រីហោះខាំខ្ទេចខ្ទាំខ្លួនប្រាណធ្វើឲ្យពួកគេភ័យស្លន់ស្លោហើយប្រញាប់ចូលទៅលាក់ខ្លួនតែអ្នកណាទៅដឹងថាបែរជាខ្លាយជាត្រីក្រីហាំងនេះក៏បានរីករាលដាលយ៉ាងលឿនទៅដល់កណ្ដាលទីក្រុងឧក្រិដ្ឋជនទម្ងន់ម្នាក់ដែលកំពុងរត់គេចខ្លួនបានព្យាយាមឆ្លៀតឱកាសតែត្រូវប៉ូលីសស្រីចាក់សោដោយខ្នោះដែលជាប់នឹងខ្លួននាងយ៉ាងណែនឃើញហ្វុងត្រីហោះដ៏ច្រើនក៏កំពុងហក់មកដល់ធ្វើឲ្យគាត់ភ័យហើយប្រញាប់លើប៉ូលីសស្រីរត់គេចរកកន្លែងលាក់ខ្លួនយាយចាស់ចិត្តល្អម្នាក់បានប្រាប់គាត់ឲ្យប្រញាប់ចូលទៅលាក់ខ្លួនឃើញហ្វុងត្រីហោះយ៉ាងច្រើនកំពុងហោះមកខាងនេះសៀវមីដែលនៅក្បែរនោះដើម្បីរក្សាជីវិតក៏បានប្រញាប់ចុចបិទទ្វាររមូលឃើញទ្វាររមូលហៀបនឹងបិទជិតធ្វើឲ្យបងជាងលែងហ៊ានបង្អង់យូរទៀតហើយក៏បានសម្រុកចូលទៅខាងក្នុងយ៉ាងលឿនពេលដល់ប្រថុយប្រឋាននោះបងជាងក៏បានចាប់ទាញប៉ូលីសស្រីចូលមកខាងក្នុងទើបអាចសង្គ្រោះជីវិតបានពួកគេគិតថាបើលាក់ខ្លួននៅខាងក្នុងគឺមានសុវត្ថិភាពតែអ្នកណាទៅដឹងថាមួយវិនាទីក្រោយបែរជាមានពស់ថ្លាន់ដ៏ធំមួយលូនចូលមកបន្ទាប់មកក្រុមមនុស្សទាំងនេះនឹងជួបគ្រោះថ្នាក់ហើយនេះជាភាពយន្តភ័យរន្ធត់ខ្នាតធំផលិតក្នុងស្រុកមួយដែលទើបនឹងចេញថ្មីបញ្ចាំងភ្លាមត្រូវបានអ្នកលេងអ៊ីនធឺណិតផ្ដល់ពិន្ទុខ្ពស់ដល់ទៅ 9.2 ម្យ៉ាងទៀតពេលនេះកំណែពេញលេងកំពុងចាក់បញ្ចាំងយ៉ាងពេញនិយមនៅលើវេទិកាមើលហើយនឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ